សូមស្វាគមន៍មកកាន់ចំណេះដឹងកុំព្យូទ័រថ្ងៃនេះយើងនឹងសិក្សាអំពីរបៀបប្រើប្រាស់កណ្ដុររបៀបដាក់មេរៀមដៃលើក្តារចុចឬ keyboard របៀបទាញយកដំឡើងនិងប្រើប្រាស់កម្មវិធី Rapid Typing និងខ្មែរ Unicode Typing កណ្ដុរមានក្របចុចចំនួន3គឺឆ្វេងស្ដាំនិងកណ្ដាលកណ្ដុរខាងឆ្វេងមានតួនាទីសម្រាប់ធ្វើអន្តរកម្មជាមួយនឹងផ្ទាំងអ្នកប្រើប្រាស់ដូចជាជ្រើសរើសកម្មវិធីឬឯកសារបើកកម្មវិធីឬឯកសារឬទាញចុះឡើងជាដើមដើម្បីជ្រើសរើសយើងត្រូវចុចម្ដងដើម្បីអូសយើងត្រូវចុចឲ្យជាប់ហើយអូសទៅកាន់ទីតាំងដែលយើងចង់បាននិងដើម្បីបើកកម្មវិធីឬឯកសារយើងត្រូវចុច2ដង double click ជាប់គ្នាកណ្ដុរខាងស្ដាំមានតួនាទីសម្រាប់បង្ហាញលក្ខណៈសម្បត្តិនៃអ្វីដែលយើងដាក់ព្រួយពីលើកណ្ដុរកណ្ដាលឬកង់បង្វើមានតួនាទីសម្រាប់អូសឯកសារដែលវែងចុះឬឡើងក្តារចុចមានច្រើនប្រភេទតែជាទូទៅយើងប្រើប្រាស់ស្តង់ដារក្តារចុចមួយមានឈ្មោះថាស្តង់ដារ QWERTY Standard ដែលជាទូទៅមានគ្រាប់ចុចចំនួន104ដើម្បីប្រើប្រាស់ក្តារចុចយើងត្រូវមើលទៅលើអក្សរ F និងអក្សរ J ដែលមានសញ្ញាដកផុសមកបន្តិចផុតពីផ្ទៃនៃគ្រាប់ចុចអាចឲ្យយើងដឹងបានគ្រាប់ចុចទាំងពីរនេះជាទីតាំងនៃចង្អុលដៃរបស់យើងបន្ទាប់មកយើងត្រូវរៀបដៃបន្ទាប់ឈានមកខាងក្រៅដូចជាដៃឆ្វេងចង្អុលដៃដាក់លើអក្សរ F កណ្ដាលដៃដាក់លើអក្សរ D នាងដៃដាក់លើអក្សរ S និងកូនដៃដាក់លើសញ្ញា as ដៃស្ដាំចង្អុលដៃដាក់លើអក្សរ J កណ្ដាលដៃដាក់លើអក្សរ K នាងដៃដាក់លើអក្សរ L និងកូនដៃដាក់លើសញ្ញា semicolon ម្រាមដៃនីមួយៗយើងអាចរំកិលចុះឡើងដើម្បីប្រើប្រាស់អក្សរផ្សេងៗដែលស្ថិតនៅជួរខាងលើឬខាងក្រោមដូចក្នុងរូបកម្មវិធី Typing គឺជាកម្មវិធីសម្រាប់រៀនវាយអក្សរបានត្រឹមត្រូវនិងរហ័សកម្មវិធី Typing មានច្រើនតែយើងនឹងរៀនតែពីរប៉ុណ្ណោះគឺ Rapid Typing សម្រាប់រៀនវាយអក្សរជាភាសាអង់គ្លេសនិងខ្មែរ Unicode Typing សម្រាប់រៀនវាយអក្សរជាភាសាខ្មែរមុនយើងអាចប្រើប្រាស់កម្មវិធី Typing បានយើងត្រូវការទាញយកនិងដំឡើងជាមុនសិនដើម្បីទាញយកកម្មវិធី Rapid Typing យើងត្រូវចូលកាន់កម្មវិធីរករើណាមួយក៏បានបន្ទាប់មកបញ្ចូលពាក្យថា Rapid Typing 5បន្ទាប់មកចុចលើពាក្យ Download Typing Tutor Rapid Typing ហើយចុចលើ Download Rapid Typing x64 និងជ្រើសរើសទីតាំងដែលយើងចង់រក្សាទុកកម្មវិធីដែលបានទាញយករួចចុច Save និងរង់ចាំដល់ការទាញយកបានរួចរាល់បន្ទាប់មកយើងអាចចុចលើកម្មវិធីដែលបានទាញយករួចឬបើកវាជាមុនសិនហើយចុចកណ្ដុរឆ្វេងពីរដងដើម្បីបើកឬចុចកណ្ដុរស្ដាំហើយចុចលើ Open រង់ចាំបន្តិចចុច Next ចុច I agree ជ្រើសរើស Personal Installation សម្រាប់ប្រើប្រាស់តែម្នាក់ឯងឬជ្រើសរើស Multi-User Installation សម្រាប់ការប្រើប្រាស់គ្រប់អ្នកប្រើប្រាស់ក្នុងកុំព្យូទ័រចុច Next ចុច Install រង់ចាំដល់ការដំឡើងបានសម្រេច Tick លើ Run Rapid Typing ដើម្បីបើកកម្មវិធីតែម្ដងឬដក Tick ចេញបើមិនចង់បើកចុច Finish និងរង់ចាំដល់កម្មវិធីបើកនៅពេលបើកដំបូងនឹងឃើញផ្ទាំងបែបនេះចុច OK ដើម្បីចាប់ផ្ដើមរៀនវាយអក្សរ Typing នេះគឺជាអក្សរដែលយើងត្រូវវាយដោយប្រើប្រាស់មេរៀមដៃចង្អុលខាងឆ្វេងដោយក្នុងកម្មវិធីបានបញ្ជាក់និងបន្តវាយតាមដែលយើងបានមើលឃើញនិងតាមការណែនាំរបស់កម្មវិធី
យើងអាចដួលមេរៀនបានដោយចុចលើ One Point Basic Lesson 1 ឬប្រើតម្រងខ្លីដោយចុចលើក្របចុច F7 និងជ្រើសរើសមេរៀនដែលយើងចង់បានហើយយើងក៏អាចផ្លាស់ប្ដូរវគ្គសិក្សាបានផងដែរដោយចុចលើ EN1 Point Introduction ឬប្រើតម្រងខ្លីដោយចុចលើក្របចុច F7 និងជ្រើសរើសវគ្គសិក្សាដែលយើងចង់បានកាលណាដែលយើងវាយយឺតអក្សរនឹងលូតចេញពណ៌លឿងបែបនេះនៅពេលយើងវាយត្រូវអក្សរលូតពណ៌បៃតងនឹងពេលយើងវាយខកអក្សរលូតពណ៌ក្រហមយើងអាចប្រើ backspace ដើម្បីលុបនិងវាយឲ្យត្រូវបន្ទាប់ពីយើងបានវាយចាប់យើងនឹងឃើញមេងលោតផ្ទាំងពីលទ្ធផលរបស់យើងនិងការវាយនិងរបាយការណ៍ផ្សេងៗទៀតយើងអាចជ្រើសរើសយក Go to the next lesson ដើម្បីចូលទៅកាន់មេរៀនបន្ទាប់ឬ Try again ដើម្បីរៀនវាយមេរៀនដដែលម្ដងទៀតបន្ទាប់មកចុច Go on បន្ទាប់មកយើងឈានដល់កម្មវិធីខ្មែរ Unicode Typing កម្មវិធីនេះពិបាកនៅក្នុងការស្វែងរកបន្តិចដូច្នេះខ្ញុំបានដាក់បញ្ចូលវាទៅក្នុង Google Drive របស់ខ្ញុំហើយខ្ញុំនឹងដាក់តំណ link ក្នុងការពិពណ៌នានៃវីដេអូនេះយើងគ្រាន់តែចុចលើតំណ link នោះយើងនឹងទៅដល់កម្មវិធីនេះតែម្ដងបន្ទាប់មកចុចលើសញ្ញាព្រួញចុះក្រោមនេះដើម្បីទាញយកនិងជ្រើសរើសទីតាំងដែលយើងចង់រក្សាទុកបន្ទាប់ពីការទាញយកបានបញ្ចប់យើងត្រូវបើកថតដែលយើងបានរក្សាទុកនិងពន្លាឯកសារដែលយើងទើបតែទាញយករួចរាល់នឹងចូលទៅកាន់ថតឯកសារដែលយើងបានពន្លានិងបើកឯកសារខ្មែរ Unicode Typing 1.6.0 ដើម្បីធ្វើការដំឡើងរួចចុច Next និងរងចាំរហូតដល់ការដំឡើងបានបញ្ចប់Take លើ Launch ខ្មែរ Unicode Typing ដើម្បីកម្មវិធីតែម្ដងឬដោះ Tick ចេញបើមិនចង់បើកហើយចុច Finishបន្ទាប់ពីបើកកម្មវិធីយើងនឹងឃើញផ្ទាំងបែបនេះយើងអាចបញ្ចូលឈ្មោះអ្នកប្រើប្រាស់ថ្មីឬប្រើប្រាស់អ្នកប្រើប្រាស់ឈ្មោះថាមាននប់ក៏បានដែរហើយចុចបង្កើតដើម្បីបង្កើតអ្នកប្រើប្រាស់ថ្មីឬចុចយល់ព្រមលើឈ្មោះដែលមានស្រាប់ដើម្បីប្រើប្រាស់តែម្ដងដើម្បីវាយអក្សរសយើងត្រូវប្រើនាងដៃខាងឆ្វេងដូចខាងរូបនេះហើយនេះគឺជាការណែនាំខ្លះពីការប្រើប្រាស់ម្រាមដៃផ្ទុកឡើងវិញគឺសម្រាប់ចាប់ផ្ដើមវាយពីដើមមកវិញឧទាហរណ៍ថាខ្ញុំវាយបាន 3-4 អក្សរបន្ទាប់មកខ្ញុំចុចផ្ទុកឡើងវិញនោះមេរៀននឹងត្រឡប់មកដើមវិញដើម្បីបដូរមេរៀនយើងត្រូវចុចលើ File ហើយបន្ទាប់មកជ្រើសរើស Open ឬប្រើតម្រងខ្លីដែលចុច Ctrl+O ហើយបើកថត Lesson និងជ្រើសរើសមេរៀនណាដែលយើងចូលចិត្តចុចលើតម្រងអ្នកប្រើប្រាស់ដើម្បីបង្ហាញអ្នកប្រើប្រាស់ទាំងអស់បន្ទាប់មកយើងអាចចុចលើយកចេញដើម្បីលុបអ្នកប្រើប្រាស់ដែលបានជ្រើសរើសចុចបោះបង់ដើម្បីបិទផ្ទាំងអ្នកប្រើប្រាស់